S300VM អត់តែ2500គឺជាប្រព័ន្ធមីស៊ីលការពារអាកាសនិងប្រឆាំងមីស៊ីលប៉ាឡីស្ទិករចនាឡើងដើម្បីការពារទីតាំងយុទ្ធសាស្ត្រសំខាន់ៗក៏ដូចជាកងទ័ពជើងគោកពីការវាយប្រហារតាមរយៈអាកាសគ្រប់ប្រភេទវាជាចំនួនអភិវឌ្ឍទំនើបកម្មយ៉ាងស៊ីជម្រៅចេញពីប្រព័ន្ធឡានក្រោះការពារអាកាសតួរថក្រោះ S300V ហើយនេះគឺជាលក្ខណៈសម្បត្តិពិសេសនិងព័ត៌មានបច្ចេកទេសគន្លឹះរបស់ S300VM S300VM ត្រូវបានរចនាឡើងជាពិសេសដើម្បីគំទេចគោលដៅយុទ្ធសាស្ត្រល្បឿនលឿននិងពិបាកចាប់សញ្ញារួមមានមីស៊ីលប៉ាឡីស្ទិកកម្រិតមធ្យមអាចស្ទាក់ចាប់បំផ្លាញមីស៊ីលប៉ាឡីស្ទិកដែលមានល្បឿនរហូតដល់ 4.5 គីឡូម៉ែត្រក្នុង1វិនាទីល្បឿនលឿនជាងសំឡេងខ្លាំងយន្តហោះចម្បាំងស្ទៀលនិងយន្តហោះទម្លាក់គ្រាប់បែកអាចវាយប្រហារយន្តហោះចម្បាំងគ្រប់ប្រភេទទោះបីជាមានបច្ចេកវិទ្យាបំបាំងកាយក៏ដោយ Missile Cross និង Drone អាចបាញ់កំទេចគោលដៅហោះហើរទាបនិងមានគន្លងបត់បែនបានយ៉ាងត្រឹមត្រូវប្រព័ន្ធ S300VM ប្រើប្រាស់គ្រាប់មីស៊ីលពីរប្រភេទផ្សេងគ្នានៅក្នុងឡានបាញ់តែមួយដើម្បីវាយប្រហារគោលដៅផ្សេងគ្នាមីស៊ីល 9M82M ជាមីស៊ីលខ្នាតធំនិងប្រើប្រាស់សម្រាប់ស្ទាក់ចាប់មីស៊ីលប៉ាឡីស្ទិកក្នុងល្បឿនលឿនបំផុតនិងយន្តហោះចម្បាំងក្នុងចម្ងាយឆ្ងាយខ្លាំងរហូតដល់200ទៅ250គីឡូម៉ែត្រនិងកម្ពស់ខ្ពស់ខ្លាំងមីស៊ីល 9M83M ជាមីស៊ីលខ្នាតតូចជាងប្រើប្រាស់សម្រាប់វាយប្រហារគោលដៅទូទៅដូចជាយន្តហោះចម្បាំងមីស៊ីល Cross និង Drone ក្នុងចម្ងាយជិតនិងមធ្យមរហូតដល់100ទៅ130គីឡូម៉ែត្រប្រព័ន្ធ S300VM ប្រតិបត្តិការជាក្បួនទ័ពដោយគ្រឿងចាក់ទាំងអស់ប្រើប្រាស់តួរថក្រោះកង់ច្រវាក់ងាយស្រួលចល័តឆ្លងកាត់គ្រប់ស្ថានភាពដីឡានបញ្ជាការដើរតួជាខួរក្បាលបញ្ជានិងសម្របសម្រួលប្រព័ន្ធរ៉ាដានិងឡានបាញ់ទាំងអស់រ៉ាដាស្កេនជុំវិញទិសស្វែងរកគោលដៅហោះហើរទូទៅរ៉ាដាស្កេនតាមវិស័យផ្ដោតការស្កេនយ៉ាងលឿនទៅលើទិសដៅដែលមានមីស៊ីលប៉ាឡីស្ទិកហោះចូលមករ៉ាដាណែនាំផ្លូវចាប់គោលដៅជាប់រួចបញ្ជូនទិន្នន័យឲ្យគ្រាប់មីស៊ីលរត់ទៅបុកឡានបាញ់មីស៊ីលឡានផ្ទុកនិងបាញ់គ្រាប់មីស៊ីលទៅលើអាកាសS300VM AT 2005គឺត្រូវបានចាត់ទុកថាជាប្រព័ន្ធការពារអាកាសកម្រិតកំពូលមួយដែលត្រូវបានរុស្ស៊ីនាំចេញទៅកាន់ប្រទេសមួយចំនួនដូចជាវេណេស៊ុយអេឡានិងអភិវឌ្ឍបន្តទៅជាចំនួនចុងក្រោយគឺ S300V4 សម្រាប់កងទ័ពរុស្ស៊ីផ្ទាល់ទាំងអស់នេះគឺជាសមត្ថភាពរបស់ប្រព័ន្ធមីស៊ីល S300VM ប្រសិនបើកម្ពុជាបើយើងទិញមកដើម្បីការពារដែនអាកាសរបស់កម្ពុជាក៏ដូចជាស្ទាក់ចាប់យន្តហោះចម្បាំងរបស់ចៅសៀមតើបងប្អូនយល់យ៉ាងណាដែរចំពោះសមត្ថភាពរបស់វាកុំភ្លេច comment នៅខាងក្រោមវីដេអូហើយចែករំលែកវីដេអូនេះម្នាក់មួយផងបាទអរគុណច្រើន